មកបងប្អូនអាសាត្អូនចុកខ្នងឈឺសន្លាក់ដៃសន្លាក់ជើងហ្នឹងហើយដើរបន្តិចទៅគឺថាចុកម្រាមដៃម្រាមជើងឈឺតាមឆ្អឹងតាមចង្កេះឲ្យមកហូបធ្វើវិធីធ្វើស៊ុបពិសេសបងប្អូនណាហើយថាស៊ុបខ្មងគោបងប្អូនហើយមួយខែយើងហូប2ដងទៅណាដើម្បីជំនួយសុខភាពក្បាលជង្គង់កន្លះអីហ្នឹងហ្នឹងហើយគេឲ្យវាស្ងួតព្រាងស្ងួតអីសូម្បីតែគ្រឿងម៉ាស៊ីនក៏អញ្ចឹងដែរតែស្ងួតព្រាងវាទៅលែងមកហើយធម្មតាមនុស្សយើងក៏អញ្ចឹងដែរបងប្អូនណាតែយើងវាខ្វះជាតិព្រាងជាតិលំអិលហ្នឹងក៏វាឈឺនេះឈឺនោះហើយគ្រឿងផ្សំមានតែប៉ុណ្្នឹងទេបងប្អូនមានការ៉ុតមានដេងមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេសខ្ទឹមបារាំងអាហ្នឹងគ្រឿងបងចូលមានល្ហុងហ្នឹងហើយបងប្អូនណាបងប្អូនដាក់ល្ហុងទៀតទៅឲ្យវាមានរសជាតិឆ្ងាញ់នឹងហើយយើងគឺគ្រឿងក្រៅប៉ុណ្ណឹងហើយយើងចាប់ផ្ដើមដាំទឹកមកបងប្អូនណាដាំទឹកស្រស់ខ្មងគូហើយទឹកនឹងពុះយើងដាក់ខ្មងគូចូលទៅទឹកស្រស់ហ្នឹងគេអត់យកទេបងប្អូនណាបងប្អូនចាក់ចោលទៅឆ្អាបព្រោះនេះវាកតិចកទីដីអីដែលយើងលាងមិនជ្រះកតិចឆ្អឹងទូចហ្នឹងនៅយើងស្រស់ទឹកក្តៅទឹកទៅជាតិខ្លាញ់អាក្រក់ហ្នឹងវាចេញអស់ហើយបងប្អូនណាវានៅតែជាតិល្អទេហើយក្លិនក៏វាលែងធំក្លិនគូដែរយើងស្រោះហើយរួចហើយយើងដាក់ទុកមួយលើសិនទៅយើងចាប់ផ្ដើមលីងគ្រឿងបងប្អូនណាបងប្អូនអាំងដុតក៏ដុតទៅសម្រាប់ខ្ញុំខ្លាចវាខ្លោចវាអីទៅវាកតិចខ្ជូងកតិចអីទៅវាមិនល្អបងប្អូនណាអញ្ចឹងយើងលីងទៅយើងលីងមកល្មមទៅកុំឲ្យខ្លោចហើយខ្ទឹមយើងបកសបកចេញណាបងប្អូនណាយើងលីងហើយយើងបកសបកចេញទៅយើងលីងមកសពពហើយយើងយកទៅដាក់ក្នុងអាទឹកយើងដាំសាថ្មីនេះដើម្បីអានេះទឹកស្អាតបងប្អូនណាមិនមែនទឹកស្រស់សាច់មែនទេយើងដាក់គ្រឿងក្រៅចូលប្រហែលជា 4-5 នាទីឲ្យធំក្លិនឈ្ងុយហើយចាំយើងដាក់ស៊ុបដាក់ខ្មងគូចូលបងប្អូនណាស៊ុបទៅដាក់ខ្មងគូចូលហ្នឹងហើយជាការស្រេចហើយប៉ណ្ណឹងហើយបើវាស្ទើរទឹកទេចាំពុះហើយចាំយើងថែមទឹកឲ្យពេញលិចខ្មងគូនោះទៅនៅប៉ុណ្ណេះទៅវាបានរសជាតិឆ្ងាញ់បងប្អូនណាគឺពិសេសខួរនោះហើយយើងអាសាហូបទៅបងប្អូនណាបងប្អូនណាឈឺកលាក់ដៃកលាក់ជើងពិសេសអ៊ំចាស់ពូមីងយើងណាធ្វើការនៅហត់ពីតូចពីក្មេងមកហ្នឹងហើយយើងអាសាហូបស៊ុបខ្មងគោបងប្អូនណាយើងយូរហូបម្ដងហ្នឹងទៅមួយខែ2ដងហ្នឹងទៅនៅគ្នាឃើញពុះកជ្រួលហើយឃើញគេខ្មងវាតំណងណាបងប្អូនហត់មកគ្រូទៅទៅមានកម្លាំងព្រឹសតែម្ដងហ្នឹងហើយសាក់ធ្វើហូបបងប្អូនទៅវិធីធ្វើមានប៉ុណ្្នឹងទេបងប្អូនណាសំខាន់គឺយើងលាងសាច់ឲ្យស្អាតហើយខ្ញុំបន្ថែមសាច់បន្តិចដែរកុំឲ្យតែមានឆ្អឹងសុទ្ធពេកសំខាន់យើងលាងឲ្យស្អាតហើយយើងស្រោចទឹកក្តៅហើយមើលតែវាចិត្តឆ្អិនពាក់កណ្ដាល 50% បងប្អូនដាក់ល្ហុងចូលទៅបងប្អូនណាដើម្បីឲ្យវាបន្ថែមរសជាតិឆ្ងាញ់ហើយវាជួយកាត់ឲ្យសាច់នឹងផុយនឹងឲ្យស៊ុបចោលល្ហុងអត់បានទេបងប្អូនណាហើយយើងបាក់ស្ករត្នោតកន្លះវែកចឹងទៅស្ករត្នោតហ្នឹងគឺថាឆ្ងាញ់បងប្អូនណាស្ករខ្មែរយើងនឹងឲ្យធម្មជាតិរត់ទិញណាធម្មជាតិពិតណាបងប្អូនហើយដាក់ប៊ីចេងដាក់អំបិលតែប៉ុណ្្នឹងទេទឹកត្រីបងប្អូនណាដាក់តែប៉ុណ្្នឹងទេគ្រឿងហើយដុំស៊ុបបងប្អូនចង់ដាក់ថែមទីក៏ដាក់ទៅសម្រាប់ខ្ញុំមិនដាក់ទេបងប្អូនណាដោយសារជាតិគូសាច់គូវាមានជាតិស៊ុបវានៅនឹងឆ្ងាញ់ហើយយើងមិនបាច់ដាក់ទៀតទេបងប្អូនណាឥឡូវនេះស៊ុបយើងចាប់ផ្ដើមឆ្អិនហើយបងប្អូនណាគេពុះល្ហុងយើងគូផុយហ្នឹងហើយយើងមើលអាខ្លាញ់ណាដែលច្រើនពេកយើងដុសចោលខ្លះដែរបងប្អូនណាកុំឲ្យវានៅខ្លាញ់ច្រើនពេកដល់ពេលយើងពិបាកហូបខ្លាចហូបទៅវាឆាប់ល្ងន់ហើយយើងបន្ថែមនៃដើមខ្ទឹមខ្យល់មួយដើមពុះទី4មកបងណាដើម្បីឲ្យបន្ថែមរសជាតិឈ្ងុយហ្នឹងហើយឈ្ងុយឆ្ងាញ់ហ្នឹងហើយឥឡូវមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវចាប់ឆ្អិនហើយយើងក៏ដាក់ខ្ទឹមបំពងចូលមកក៏ដែរឡើងទឹកស្អាតមកឡើងក្រហមឆ្វាំងហ្មងមិនមែនល្អទៀតថ្លាក្រហមហ្នឹងហើយយើងហូបមកដាក់មួយម៉ាត់ហ្នឹងទៅជាតិហើយបងប្អូនអើយមកសាកមើលឲ្យបងប្អូនដាក់ទឹកក្រូចឆ្មាម្រេចមួយទៀតមកកូរដាក់ក្នុងហុតហើយថែមនឹងខ្ទឹមខ្យល់នេះទៀតទៅអែមណាស់ហ្នឹងហើយបាយ